បាទសួស្តីបងប្អូនអរគ្នាដែលសារតែខ្ញុំឃើញមករយៈនេះបងប្អូនចាប់អារម្មណ៍ទៅដល់នឹងរថយន្តបាទដុងហ្វុង7ច្រើនហើយក៏ខ្ញុំឃើញក្រុមហ៊ុនចាប់ដើមធ្វើការចុះតម្លៃបងប្អូនតាំងពី21500រហូតដល់ឥឡូវចុះសល់តែ18900អញ្ចឹងខ្ញុំនឹងបង្ហាញបាទ option មួយចំនួនទាក់ទងរថយន្តដុងហ្វុង7បាទគុណសម្បត្តិនិងគុណវិបត្តិឬមួយក៏ចំណុចល្អឬមួយក៏ចំណុចមិនល្អសម្រាប់បងប្អូនធ្វើការសម្រេចចិត្តប្រើប្រាស់រថយន្តដុងហ្វុងបាទអគ្គិសនីសុទ្ធខ្ញុំអត់និយាយទាក់ទងទៅនឹងរថយន្តដុងហ្វុងបាទអគ្គិសនីលេខសាំង 2EV ទេបាទអញ្ចឹងតើតើនៅរថយន្តដុងហ្វុងបងប្អូនអាចមើលខាងពី design ផ្នែកខាងមុខផ្នែកខាងក្រោយគឺបែប sport បាទស្អាតទទួលយកបានបាទទាំង daytime running light ទាំងជាទៀងគុជបាទផ្នែកខាងមុខអីគឺស្អាតបាទបងប្អូនអាចពិចារណាបានតើតើរថយន្តនេះហើយរថយន្តនេះគឺរថយន្តអគ្គិសនីសុទ្ធបើកបរបានរហូតដល់530គីឡូបាទអញ្ចឹងរ៉េងគួរសមមិនតិចពេកមិនស្ទើរពេកគឺសមរម្យហើយនឹងស័ក្តិសមជាមួយនឹងតម្លៃដែលមានថវិកាក្រោម20000នេះខ្ញុំជឿជាក់ថាល្អសម្រាប់បងប្អូនហើយមានក្រុមហ៊ុនផ្លូវការធានាត្រឹមត្រូវរហូតដល់8ឆ្នាំទៀតអញ្ចឹងបាទបងប្អូនអាចពិចារណាបានហើយតើតើរថយន្តនេះផ្នែកខាងក្នុងគឺមានអេក្រង់បាទ 14.6 អ៊ីងបងប្អូនបាទអញ្ចឹងមកល្មមសមរម្យសម្រាប់មើលព័ត៌មានទិន្នន័យផ្សេងនៃបាទដំណើរការឡានអញ្ចឹងបងប្អូនបាទហើយតើតើនឹងរថយន្តនេះបងប្អូនតើតើរថយន្តនេះគឺមានកម្លាំងបានជាន់បាន163 horsepower អញ្ចឹងវាមកល្មមសមរម្យដែរបងប្អូនជារថយន្តបាទអគ្គិសនីហើយតើតើទៅនឹងតម្លៃ18900នេះគឺក្រុមហ៊ុន discount promotion អញ្ចឹងជឿជាក់រថយន្តនេះអាចនឹងមានទីផ្សារដែរសូម្បីតែខ្ញុំក៏ចាប់អារម្មណ៍បាទជាច្រើនចំណុចបរថយន្តនេះទាំងផ្នែកខាងក្រៅផ្នែកខាងក្នុងផ្នែកគូតក្រោយអី design មក sport មាន spoiler បន្តិចស្រាប់ទៀតបងប្អូនអត់ចាំបាច់ថែមទេគឺស្អាតតែម្ដងហើយរៀងវាផ្នែកខាងក្នុងជា SUV ជាលក្ខណៈឡាន SUV 5នាក់បាទលក្ខណៈគ្រួសារធំទូលាយល្មមមិនទូចពេកទេឡាននេះបាទកម្ពស់អីក៏ខ្ពស់ពីដីបាទមិនមែនជាឡាន sedan នេះគឺជា SUV អញ្ចឹងខ្ញុំជឿជាក់ថាបើយើងស្វែងរករថយន្តដែលមានតម្លៃក្រោម20000ហើយ18900លក្ខណៈឡាន SUV យើងពិបាកដែរបងប្អូនឡាននេះធំណាស់បងប្អូនអត់ទូចប្រហែលណានៅក្រៅបងប្អូនបាទធំបងប្អូនធំនិយាយទៅគឺស័ក្តិសមបំផុតសម្រាប់បងប្អូនដែលដាក់គ្រួសារប្រើប្រាស់ប្រចាំថ្ងៃបងប្អូនហើយតាក់ទងទៅនឹងចំណុចមួយចំណុចល្អខ្ញុំបានរៀបរាប់ជូនបងប្អូនហើយសំចៃបើបបាន530គីឡូបាទមានកៅអីអូតូទេបងប្អូនបាទកៅអីអូតូបាទអញ្ចឹងគឺជាកៅអីអូតូធម្មតាដូចជាមិនមានក្តៅត្រជាក់អីឬមួយក៏ម៉ាស្សាអីទេបាទបងប្អូនអញ្ចឹងវាសមរម្យតម្លៃប៉ុណ្ណឹងចឹងខ្ញុំឃើញចំណុចជាច្រើនវាល្អទាំងផ្នែកខាងក្នុង design លាតសាមញ្ញសម្រាប់បងប្អូនចូលចិត្តបែបសាមញ្ញអាចជ្រើសរើសរថយន្តនេះបានបាទផ្នែកខាងក្រោយអីគឺទលាយសម្រាប់បងប្អូនជិះ3នាក់អីទៅ5នាក់មកទលាយមកសមរម្យហ្មងបាទហើយតាក់ទងរថយន្តនេះចំណុចដែលខ្ញុំអត់ចូលចិត្តខ្ញុំឃើញក្នុងវីដេអូខ្ញុំបង្ហាញនេះខ្ញុំឃើញខាងប្រទេសគេពីច្រើនគេយក interior ខាងក្នុងមកបែបលក្ខណៈដូចក្នុងដាក់បង្ហាញនេះចឹងគឺពូកវាពណ៌ទឹកក្រូចវាដូចលក្ខណៈឡាន Depal ដូចឡាន Business X អញ្ចឹងមើលទៅវាស្អាតតាក់ទាញហ្មងអាឡានវាស្អាតហើយស្ពណ៌ហើយដល់ពេលយើងយក interior ខាងក្នុងស្បែកពូកកៅអីយើងយកមកដាក់ពណ៌ទឹកក្រូចហ្នឹងមកឬមួយក៏ពណ៌ខ្មៅលាយបាទលាយសលាយទឹកដោះគោនេះគឺតាក់ទាញខ្លាំងហើយបាទខ្ញុំជឿជាក់ថាលក់ដាច់ខ្លាំងអញ្ចឹងបើបងខាងការ៉ាសនាំចូលក្រុមហ៊ុននាំចូលអាចពិចារណាយកអាពណ៌ទឹកក្រូចហ្នឹងមកបាទដូរដល់ស្រោមពូកពណ៌ទឹកក្រូចហើយជាមួយនឹងពណ៌ខ្មៅលាយប្រភេទហ្នឹងមកជឿជាក់លក់ដាច់ខ្លាំងជាងនឹងទៀតព្រោះខ្ញុំមើលតាក់ទងនឹងពណ៌ខ្មៅមើលទៅសាមញ្ញខ្លាំងណាអាតាក់ទងនឹង option អីផ្សេងវាអត់សូវមានហើយតាក់ទងនឹងពណ៌ខាងក្នុង design interior ហ្នឹងវាសាមញ្ញពេកអញ្ចឹងវាអត់សូវមានភាពតាក់ទាញខ្លាំងទេសម្រាប់យោបល់របស់ខ្ញុំជាចំណុចមួយអវិជ្ជមានដែលខ្ញុំអត់ពេញចិត្តអត់គ្រប់គ្រងដែរអញ្ចឹងបងប្អូនយកមកក្រោយជើងក្រោយអីយកពណ៌ទឹកក្រូចយកពណ៌នេះមកជឿចាក់រថយន្តនេះនឹងមានទីផ្សារខ្លាំងសូម្បីតែខ្ញុំឥឡូវនេះកំពុងតែពិចារណាព្រោះយើងអត់ត្រូវការទិញរថយន្តដែលថ្លៃពេកទិញរថយន្តដែលតម្លៃថ្លៃបាទខ្លាចខាតច្រើនឬមួយក៏ពិបាករកគ្រឿងបន្លាស់ឬមួយក៏បាទចំណាយច្រើនទៅលើការប្រើប្រាស់ប្រចាំថ្ងៃខ្ញុំជឿជាក់ថារថយន្តនេះក៏វាស័ក្តិសមសម្រាប់ខ្ញុំយកមកពិចារណាដែរអញ្ចឹងសង្ឃឹមថាក្រុមហ៊ុនបាទខាងការ៉ាស់ខាងក្រៅអាចយកបាទស្រោមពុកខាងដែលមានពណ៌ទឹកក្រូចឬមួយក៏ពណ៌ខ្មៅ highlight ពណ៌សឬមួយក៏ design ពណ៌លក្ខណៈទឹកដោះគោមកតែម្ដងគឺកាន់តែអែមបងប្អូនបាទអញ្ចឹងតើតើរថយន្តនេះគឺមានកាមេរ៉ាបាទ360ដូចគ្នាកាមេរ៉ា360អញ្ចឹងវាមានចំណុចវាពិសេសមាន3 4រ៉េងបាន530គីឡូកាមេរ៉ា360កៅអីអូតូបាទ
Chẳng với xong rôm rồi bom ôn pra bây giờ trong ban một nghề nhảy nhảy tràn đó đã chặt cả lồng flow auto parking ấy tràn auto break ấy anh nó biết là bị ấp trăm bách phở biết là bà dương ấp sâu cho chất phim tụm nớp clang với ấy nhưng chỉ là cho nó sạ xong có sầm đẹp bom ôn cho mau bị tràn nà bàn giống tụm lái mà mới tụm bảy con tụm buôn nói nhưng chỉ là bom ôn anh tràn nà bán của toàn trong một số hay cả lúc cả đố có vì mình khát lăng nè đấy bom ôn lại một con nắng chỉ là cái gì đấy bạc lời ca mình trong ôn tình trong trái tiền chứ bom ôn thử caเครื่องตกแต่ง accessory จุดราเราบอกบ่าโดยยนต์ดงฟงเอาสแวนก่อยคาง EV collection บ่ยังต้องเบียนได้บ่ว่ามันthử caตกแต่งแต่การเล่นมาชดไอ้ไอ้มาเล่น EV collection บ้านออกก้นจาง